ចូលមកដល់ចំពោះភាគទី10របស់យើងហើយរឿងក៏បានបង្ហាញអំពីទីក្រុងសាងយួនជាពិសេសយើងក៏បានឃើញជាមួយនឹងកងទ័ពសេះខ្មៅដែលគឺជាកូនចៅរបស់បរមម្នាក់ដែលមានឈ្មោះថាលែងលូនឹងហើយមនុស្សនៅទីនោះក៏បាននិយាយអំពីកងទ័ពសេះខ្មៅនឹងផងដែរដែលពួកគេម្នាក់សត្វតែមានជំនាញអស្ចារ្យហើយសម្រាប់កងទ័ពសេះខ្មៅម្នាក់ហ្នឹងគឺកំពុងតែដេញតាមប្រមាញ់អាទី4របស់យើងមិនមែនម្នាក់ទេកងទ័ពសេះខ្មៅមានតែដល់4នាក់ដោយពួកគេហ្នឹងគឺមានការភ្ញាក់ផ្អើលព្រោះថាការបាញ់ធ្នូរបស់គ្នារបស់ពួកគេមិនដែលអន់នោះទេប៉ុន្តែលើកនេះមើលទៅបរមអ្នកដែលពួកយើងកំពុងតែដេញតាមប្រមាញ់គឺមិនធម្មតានោះឡើយដូច្នោះពួកគេគួរតែត្រឡប់ទៅវិញដើម្បីរាយការណ៍ទៅកាន់លោកម្ចាស់ដោយពួកគេទាំងអស់ហ្នឹងធ្វើការនៅក្រៅរាជវាំងឬក៏ជាកូនចៅរបស់អធិរាជដែលខ្ញុំព្រិញនិយាយអំពីលើកមុនពួកគេនេះសត្វតែជាអ្នកធ្វើក្រៅការរបស់មនុស្សដែលនៅក្នុងរាជវាំងឬក៏ជាកូនចៅរបស់អធិរាជរៀងវ៉ាន់តិចឯងតែជារឿងបន្តដោយពួកគេក៏ចាប់បានធ្វើដំណើរនៅក្នុងព្រៃដោយពួកគេហ្នឹងគឺកំពុងតែដេញតាមប្រមាញ់ចំពោះអាទី4របស់យើងហើយសម្រាប់អាទី4របស់យើងវិញកំពុងតែអង្គុយលើដើមឈើឡើងធម្មតាតែម្ដងហើយគឺទប់ទល់ជាមួយពណ៌ដៃហ្នឹងស៊ីផុយជាពិសេសជាមួយនឹងការបាញ់ជាមួយធ្នូធម្មពលដ៏ខ្លាំងប៉ុន្តែត្រអាទី4ចាប់យ៉ាងងាយស្រួលដោយពណ៌ដៃហ្នឹងបានដឹងបាត់ទៅហើយថាចំពោះអាទី4យើងហ្នឹងគឺស្ថិតនៅក្នុងអាណាចក្រទុកវេទនាយូរអង្សិនសម្រាប់ទី4របស់យើងក៏ចាប់ផ្ដើមនិយាយទៅកាន់ពួកគេតែម្ដងបានធ្វើឲ្យពួកគេហ្នឹងគឺចាប់ផ្ដើមមានការភ័យខ្លាចតែបដ ដោយពួកគេក៏ចាប់ផ្ដើមបានដឹងហើយថានោះមិនមែនជាមនុស្សដែលមកពីវិមានមូធាននោះទេឬក៏ជាកំពូលភ្នំជីនទីនបន្តមកចំពោះអាទី4ក៏បានប្រាប់ពួកគេអញមិនចង់និយាយជាមួយនឹងពួកឯងច្រើនទេឆាប់ប្រាប់ទៅកាន់មេរបស់ឯងគឺជាអាប៉េហ្វាងស៊ុយវិនឆាប់មកជួបជាមួយនឹងលោកគ្រូរបស់អញក្នុងរយៈពេល3ថ្ងៃទៀតបើសិនបើជាគេមិនមើលនោះទេហើយច្បាស់ហើយថានឹងដឹងនឹងមានរឿងអ្វីកើតឡើងសម្រាប់ទី4របស់យើងគេនិយាយដូច្នោះគេគឺមិនខ្លាចនោះទេព្រោះថាគេបានដឹងអំពីសមត្ថភាពរបស់គេផ្ទាល់ចំពោះកងទ័ពសេះខ្មៅទាំងអស់ហ្នឹងគឺមិនអាចយកឈ្នះគេបានឡើយនេះគឺគ្រាន់តែជាអ្វីដែលលោកគ្រូរបស់គេបានប្រាប់តែប៉ុណ្ណោះសង្ឃឹមថាពួកឯងនឹងយករឿងនេះទៅប្រាប់មេរបស់ពួកឯងអាទី4ក៏បានបញ្ចេញជាមួយនឹងអំណាចរបស់គាត់តែម្ដងដើម្បីឲ្យពួកដៃប្រមាណអ្នកនឹងមើលសម្រាប់ពួកដៃនឹងបន្ទាប់ពីបានសាឡបងហើយក៏បានដឹងថាទី4មិនមែនជាមនុស្សធម្មតាឡើយសម្រាប់ទី4ក៏បានដឹងផងដែរនោះដែរគឺជាកងទ័ពសេះខ្មៅទាំងអស់នេះក៏មិនធម្មតាឡើយមិនដឹងថាបរិសម្នាក់ដែលលោកគ្រូចង់ជួបនឹងគឺជាមនុស្សដែលខ្លាំងក្លាបណ្ណានោះទេបានធ្វើឲ្យចំពោះទី4គឺមានការសង្ស័យណាស់ព្រោះថាជាមួយនឹងពួកនោះវាពិតជាខ្លាំងបើសិនជាប៉ះទង្គិចជាមួយនឹងពួកគេវាក៏មិនមែនថាមិនខាតបង់នោះទេហើយរឿងក៏បានកាត់បង្ហាញចំពោះប៉ដៃកងទ័ពសេះខ្មៅក៏បានរាយការណ៍ចំពោះភារកិច្ចដែលមេវាដាក់ឲ្យចាប់ការទៅកាន់ជនក្បត់គឺទទួលបានជោគជ័យប៉ុន្តែវាគឺបានជួបជាមួយនឹងមនុស្សម្នាក់ដែលមកពីវិមានមូធានគឺជាកំពូលភ្នំជីនទីនហើយចំពោះពេលនោះគេបានជួបជាមួយនឹងកូនសិស្សរបស់ជីធានដែលគេគឺចង់ឲ្យចំពោះលោកម្ចាស់គឺទៅជួបជាមួយនឹងគេរយៈពេល3ថ្ងៃសង្ឃឹមថាលោកម្ចាស់នឹងទៅនេះគឺជាអ្វីដែលគេបានប្រាប់ហើយចំពោះរឿងនេះសម្រាប់បែបហ្នឹងខ្ញុំសង្ឃឹមថាលែងលូវាក៏បានប្រាប់ថាមិនអីនោះទេយ៉ាងណាក៏ដោយចំពោះរាជវាំងក៏បានប្រាប់ពួកយើងផងដែរព្រោះថាកំពូលភ្នំជីនទីនក៏បានរំខានមកដល់ពួកយើងប៉ុន្តែបើសិនជាបើការវិភាគវិញពួកយើងនឹងខាតបង់ទាំងសងខាងតែម្ដងមើលទៅពួកយើងគឺពិតជាមិនអាចគេផុតនោះទេព្រោះថាគាត់ក៏បានដឹងអំពីអំណាចរបស់ធានដារបស់យើងផងដែរគាត់គឺជាមនុស្សម្នាក់ដែលខ្លាំងដែរពួកយើងមិនអាចមើលងាយបាននោះទេប៉ុន្តែយ៉ាងណាដោយចំពោះកូនចៅរបស់គាត់ក៏មានការឆ្ងល់អ្វីដែលតាពួកយើងដឹងអាយុកាលរបស់គាត់គួរតែអស់ក្នុងរយៈពេល10ឆ្នាំនេះប៉ុន្តែហើយអ្វីបើជាមានរឿងកាត់ឡើងបើជាមានអំណាចរបស់គាត់ក៏កាន់តែខ្លាំងជាងមុនទៅទៀតសម្រាប់លេងលូក៏មិនដឹងច្បាស់អំពីរឿងនេះផងដែរអំពីវិធីសាស្ត្របង្កើតរបស់ធានដារបស់យើងប៉ុន្តែយ៉ាងណាក៏ដោយគាត់ត្រូវតែទៅជួបជាមួយធានដារបស់យើងវាល្អជាងការបង្កើតជាមួយនឹងសត្រូវព្រោះថាអំណាចរបស់ធានដារបស់យើងវាពិតជាខ្លាំងបើនិយាយថាតាមការស្មានរបស់ខ្ញុំទៅគាត់ប្រហែលមានជាមួយនឹងរូបរាងកាយប្រធមផ្កាឈូកមាស8សន្លឹកនេះគ្រាន់តែជាការសន្និដ្ឋានរបស់គាត់តែប៉ុណ្ណោះប៉ុន្តែយ៉ាងណាក៏ដោយគាត់ក៏នៅតែមានការបារម្ភព្រោះថានេះគឺជាការអ្វីក៏ដោយធ្វើតាមបញ្ជាដូចជាថាដាយានបានធ្វើឲ្យចំពោះកងទ័ពសេះខ្មៅទាំងអស់ហ្នឹងមានការភ្ញាក់ផ្អើលដាយានហ្នឹងនឹងជាស្អីខ្ញុំអត់សូវស្គាល់ច្បាស់ដែរការបង្ហាញចំពោះធានដាបន្ទូក៏ទទួលបានព្រោះថាអាទី4របស់យើងគឺបានបញ្ចប់ជាមួយនឹងភារកិច្ចរបស់គាត់គឺទទួលបានជោគជ័យនៅពេលដែលកំពុងតែដេកគិតជាមួយនឹងរឿងរ៉ាវដែលកើតឡើងហ្នឹងមានអីជីងអើក៏បានមកដល់បាននិយាយថាមើលទៅសុយច្បងទី4មិនទាន់មកវិញទៀតនាងគឺមានការបារម្ភចំពោះគាត់ជាខ្លាំងធានដាបានប្រតិកម្មចំពោះយីងអើកុំឲ្យមានការបារម្ភខ្លាំងពេកចំពោះស្មារតីភាពចំពោះអាទី4គឺមិនអីនោះទេប៉ុន្តែយ៉ាងណាក៏ដោយនាងបានដឹងថាចំពោះពួកគេទាំងអស់នោះបើតាមអ្វីដែលលោកគ្រូនិយាយគឺពិតជាខ្លាំងខ្លាចថាលបងទី4ត្រូវងាប់បាត់ទៅនិយាយទៅនាងគឺនៅតែបារម្ភអំពីសុយច្បងទី4ជាខ្លាំងនៅពេលដែលពីរអ្នកនឹងកំពុងតែនិយាយគ្នា
ហ្នឹងយើងក៏បានឃើញជាមួយធម្មពលដែលផ្ទុះចេញឡើងមើលគឺជាការទម្លុះកម្រិតការពិតទៅការទម្លុះកម្រិតមនុស្សគឺកើតឡើងគឺដោយសារតែអតិ3របស់យើងជាពិសេសយើងក៏បានឃើញប៉ាវចុងក៏បានមកប្រាប់ចំពោះធានដាថាសុច្បងទី3គឺបានទម្លុះកម្រិតបើទៅហើយបន្ទាប់មកធានដាក៏បានប្រតិកម្មយីងអ្នកឃើញសុច្បងអ្នកអត់គេពិតជាខំបង្ខាត់អ្នកគួរតែខិតខំផងដែរយីងក៏បានយល់ព្រមហើយយើងក៏បានឃើញចំពោះទី3ផងដែរដែលបានចេញមកជាមួយនឹងអំណាចរបស់គេគឺកាន់តែខ្លាំងក្លាជាងមុនតែម្ដងប៉ុន្តែសម្រាប់ធានដាបានដឹងថាភាពស្មោះត្រង់ចំពោះទី3ដូចជាពិបាកឡើងជាខ្លាំងឥឡូវនេះប៉ុន្តែយ៉ាងណាក៏ដោយអំណាចរបស់គេគឺពិតជាមិនអន់នោះទេទោះបីជាទេពកោសល្យរបស់គេរៀងខ្សោយប៉ុន្តែការវោហាររបស់គេពិតជាអស្ចារ្យអាទី3ក៏បានមកគោរពចំពោះធានដារបស់យើងដោយធានដាក៏បានសរសើរគេផងដែរប៉ុន្តែកុំឲ្យគេមានជាមួយនឹងភាពអំនួតឲ្យសោះអាទី3គឺពិតជាយល់ហើយក៏ទទួលបានជាមួយនឹងមួយពិន្ទុផងដែរជាមួយនឹងភាពស្មោះត្រង់ស្រាប់តែធានដាក៏បាននឹកឃើញជាមួយនឹងលំពេងនេះមើលទៅវាស័ក្តិសមជាមួយនឹងអាទី3ដូច្នោះក៏បានរត់ចាកចេញពីទីនេះហើយទី3រងចាំខ្លួនមួយផ្លែតបន្ទាប់ពីយកជាមួយនឹងលំពេងនេះនឹងរួចហើយក៏បានប្រកល់ឲ្យទៅកាន់ចំពោះអាទី3ប៉ុន្តែទី3វាបែរជាគិតថាលោកគ្រូប្រហែលចង់វាប្រហារសម្លាប់វាឲ្យមើលទៅទាំងដែលវាបិទថ្មីទទួលទាំងការភ័យខ្លាចប៉ុន្តែបន្ទាប់ពីអាទី3កាន់ជាមួយនឹងលំពេងមួយនោះហើយយើងបានឃើញផងដែរថាលំពេងនោះក៏ទទួលយកអាទី3របស់យើងធ្វើជាម្ចាស់ហើយធានដាក៏ទទួលបានជាមួយពិន្ទុ1000ជាពិសេសនោះលំពេងមួយនោះវាក៏បានឡើងកម្រិតរបស់វាផងដែរវាក៏បានឈានទៅដល់កម្រិតឋានសួគ៌អាទី3ក៏បានអរគុណចំពោះធានដារបស់យើងដែលបានប្រកល់ជាមួយនឹងអាវុធមួយនេះធានដាគឺបានប្រាប់ថាអាវុធមួយនោះវាគឺស័ក្តិសមជាមួយនឹងអ្នកដែលបានគិតនៅក្នុងចិត្តមើលទៅបន្ទាប់ពីទទួលបានម្ចាស់អាវុធមួយនេះក៏បានឡើងជាមួយនឹងកម្រិតផងដែរយីងក៏ចង់បានអាវុធនឹងគេដែរក៏ត្រូវបានធានដារបស់យើងថាឲ្យចង់បានអីរងថ្ងៃមិនដែលឃើញប្រខាត់ផងសម្រាប់អាទី3បន្ទាប់ពីទទួលបានអាវុធគេថ្មីហើយក៏ចង់ឲ្យអាពីរអ្នកនេះជួយប្រខាត់ជាមួយនឹងខ្លួនតែម្ដងយើងក៏បានឃើញជាមួយនឹងសត្វមាន់នាំសារផងដែរដែលនៅគឺជាសាររបស់ទី4បានប្រាប់ថាកងទ័ពសេះខ្មៅជាមួយនឹងហ្វាងស៊ុយវិនក៏កំពុងតែមកកាន់កំពូលភ្នំជីនទីនរបស់ពួកយើងហើយដោយគេក៏នៅតែតាមសង្កេតមើលពួកនោះផងដែរបន្ទាប់ពីទទួលបានជាមួយនឹងព័ត៌មានមួយនេះហើយធានដារបស់យើងគ្រាន់តែចាំមើលថាគេនឹងហ៊ានធ្វើអ្វីបន្តទៀតបន្ទាប់ពីបានមកដល់កំពូលភ្នំរបស់ខ្ញុំយ៉ាងណាក៏ដោយធានដាក៏បានដឹងថាអាប៉ែម្នាក់នោះក៏ជាមនុស្សដែលពូកែមានល្បិចកលផងដែរយ៉ាងណាក៏ដោយធានដាក៏នៅតែបារម្ភអំពីអាទី6តើឥឡូវនេះនាងយ៉ាងម៉េចហើយយ៉ាងណាក៏ដោយសុខភាពរបស់បងស្រីទី6មើលទៅដូចជាមិនទាន់ធូរសាស្វានោះទេបន្ទាប់ពីនិយាយរួចហើយពួកគេក៏បានវាយផ្លូវកម្មដល់ចំពោះធានដានៅតែមើលចំពោះប្រព័ន្ធ system របស់គាត់ឥឡូវនេះបន្ទូរបស់គាត់ក៏នៅសល់រន្តិចផងដែរមិនដឹងថាគួរតែធ្វើអ្វីទេស្រាប់តែក៏បានលើបជាមួយពិន្ទុដែលគាត់ទទួលបាន200ដោយចំពោះអាទី4គឺបានសម្លាប់ជាមួយនឹងកងទ័ពសេះខ្មៅរបស់អាប៉ែហ្វាងស៊ុយវិនដោយធានដាបានគិតក្នុងចិត្តចំអាប៉ែនេះវយពិតជាហ៊ានប៉ះពាល់ជាមួយនឹងកងទ័ពសេះខ្មៅប៉ុន្តែខ្ញុំក៏មានការបារម្ភខ្លាចថានឹងគេនឹងមានគ្រោះថ្នាក់ផងដែរប៉ុន្តែបើនិយាយជាមួយទេពកោសល្យរបស់អាទី4ហ្នឹងគឺពិតជាមិនអន់នោះទេគេគឺពិតជាប្រហែលនឹងអាចរួចគេចផុតយ៉ាងណាក៏ដោយសង្ឃឹមថាគេនឹងមានរឿងអ្វីកើតឡើងចុះព្រោះថាអាទី4ហ្នឹងបើសិនជាទុកធ្វើជាអាវុធប្រើការនៅពេលអនាគតគឺពិតជាល្អមែនទែនយ៉ាងណាក៏ដោយដល់ពេលចំពោះធានដារបស់យើងដើម្បីអាប់ក្រេតជាមួយនឹងកម្លាំងរបស់គាត់និងតិចសញ្ញាការដើម្បីការពារទុកជាមុនដោយសារពិន្ទុរបស់គាត់មានទៅដល់1700គាត់គឺបានតិចជាមួយនឹងសញ្ញាការវិបហានិងសញ្ញាការចាប់ឃុំឃាំងចំនួន3និងការវិបហា2ហើយគាត់ក៏បានចំណាយពិន្ទុអស់ប្រហែលចង់1000ជាងឲ្យឆ្លង1000ជាងគឺប្រហែល600ពិន្ទុជាងឥឡូវនេះដល់ពេលគាត់ប្រើជាមួយនឹងសញ្ញាការខ្លះគឺដើម្បីអាប់ក្រេតជាមួយនឹងរូបរាងកាយព្រះធម៌របស់គាត់ចំណែកធានដាក៏ចាប់ផ្ដើមមើលជាមួយនឹងសិភៅឋានសួគ៌របស់គាត់ម្ដងទៀតហើយឥឡូវនេះការយល់ដឹងរបស់គាត់ក៏កាន់តែស៊ីជម្រៅជាមួយនឹងសិភៅមួយនេះយើងក៏បានឃើញចំពោះទី4ត្រឡប់មកវិញប៉ុន្តែមើលទៅគេក៏បានរឹងរបួសឬក៏ផ្លាក់ប្លោះដោយសារតែធូលីផងដែរអាទី4ក៏បានប្រាប់ផងដែរឥឡូវនេះពួកកងទ័ពសេះទាំងអស់នោះជាមួយនឹងបរោះហ្វាងស៊ុយវិនក៏កំពុងតែមើលទៅនេះផងដែរយ៉ាងណាក៏ដោយខ្លួនគឺប្រហែលកាត់ថាគេប្រហែលតែបន្តិចទៀតមកដល់ទីនេះប៉ុន្តែក៏ដឹងផងដែរថាត្រូវបានធានដារបស់យើងថាឲ្យដោយអ្នកនិយាយស្អីគេស្មានខ្ញុំមិនដឹងមិនដែរទេអ្នកគឺបានវិបហាទៅការចំពោះកងទ័ពសេះខ្មៅទាំងអស់នោះតែអ្នកបានដឹងអំពីអំណាចរបស់ប៉ែម្នាក់នោះឬអត់ដែលឈ្មោះពិតរបស់គេមិនមែនហ្វាងស៊ុយវិននោះទេប៉ុន្តែគឺជាលេងលូប៉ុន្តែសម្រាប់ទី4ដូចជាមិនដែលលើជាមួយនឹងឈ្មោះមួយនឹងសោះចំលេងលូប៉ុន្តែឈ្មោះនេះគឺជាពីណាគេឲ្យប្រកាសទៅបន្ទាប់ពីបានលើអំពីយីងបាននិយាយថាអំណាចរបស់បរោះម្នាក់នោះគឺមិនចាញ់លោកគ្រូនោះទេគេក៏ធ្លាប់ជឿនៅលេខ1ផងដែរហើយចំពោះសិស្សច្បងទី4អត់ទទួលបានព័ត៌មានដែលខ្ញុំសរសេរផ្ញើឲ្យនោះទេស្រាប់តាទី4ក៏បានដឹងលេងលូតើគឺមិនមែនជាមនុស្សដែលបានជាប់លេខ1នៅក្នុងរយៈពេលប្រមាណ100ឆ្នាំមុនហើយបីទីគាត់គឺជាមនុស្សដែលពូកែខាងល្បិចកតើបរោះម្នាក់នោះគឺជាមនុស្ស
មានអំណាចខាងខ្លះដែលបានឡើងមើលទីនេះមិនដែរឬទេហើយយើងក៏បានឃើញចំពោះកូនសិស្សស្រីក៏បានប្រាប់ថាឥឡូវនេះមានជាមួយនឹងកងទ័ពខ្សែខ្មៅគឺបានមកដល់ទីនេះហើយដល់ទី4ប្រាប់ថាលោកគ្រូបើសិនជាដូចខ្ញុំមិនចាំខ្ញុំដេញពួកគេទៅប៉ុន្តែធានដាវប្រាប់ថាឲ្យពួកគេចូលមើលពួកគេទាំងពីរនាក់ក៏បានយល់ព្រមហើយយើងក៏បានឃើញជាមួយនឹងកងទ័ពខ្សែខ្មៅក៏បានមកដល់ទីនេះពួកគេក៏បានសរសើរនៅកន្លែងចំពោះជីធានដាវរបស់យើងគឺជាកន្លែងដែលល្អមែនទែនស័ក្តិសមគឺជាកន្លែងមកហាត់ក៏ជាកន្លែងអំណោយផលផងដែរសម្រាប់អាទី4របស់យើងក៏បានមកដល់ហើយក៏បានឆ្លៀតទៅនិយាយជាមួយនឹងពួកគេពីម៉ាត់ផងដែរហើយទីបំផុតពួកឯងមកហើយមិនដែរទេពួកឯងចូលបានតែបន្តិចទេវើយសល់ប្រមាណនៅក្រៅទៅពួកគេក៏មិនហ៊ានប្រកែកអ្វីផងដែរបន្ទាប់ពីការអញ្ជើញឲ្យចូលមកហើយប៉ុន្តែពួកគេក៏បានលើករឿងមួយចំនួនដែលចំពោះអាទី4របស់យើងគឺបានសម្លាប់ជាមួយនឹងតបសេះរបស់គេ4នាក់ផងដែរយ៉ាងណាក៏ដោយទី4គ្រាន់តែនិយាយតបវិញដើម្បីការពារខ្លួនមកពីពួកគេបើការវិភាគមុននោះទេខ្ញុំគ្រាន់តែចង់ការពារខ្លួនឯងតែប៉ុណ្ណោះប៉ុន្តែសូមកុំនិយាយច្រើនពេកឆាប់ចូលលឿនមកលោកគ្រូរបស់ខ្ញុំគឺមានពេលវេលាណាមិនមែនពេលអត់ប្រយោជន៍ជាមួយនឹងពួកឯងនោះទេកន្លែងហ្នឹងគឺខ្ញុំបន្ថែមខ្លួនឯងពួកគេយល់ព្រមក៏បានចូលទៅកាន់ទីនោះតែម្ដងនៅពេលដែលពួកគេដើរចូលទៅកាន់ទីនោះជាពិសេសយើងក៏បានឃើញជាមួយនឹងយីងយើងចេញមកផងដែរកូននឹងចេញមកដឹងតែឌឺទៅកាន់ពួកដៃនឹងហ្មងប៉ុន្តែយើងបាញ់និយាយច្រើនទេយើងនិយាយនៅពេលដែលពួកគេមកដល់ចំពោះកន្លែងវិមានមូធានគឺជាកន្លែងរបស់ធានដើររបស់យើងមនុស្សគ្រប់គ្នាគឺសត្វតែនៅទីនោះតែម្ដងសម្រាប់អបិលេងលូវាបានត្រឹមតែគិតនៅក្នុងចិត្តមើលទៅអាយុកាលរបស់ធានដើរប្រហែល10ឆ្នាំទៀតគួរតែអស់ហើយព្រោះថាអាយុគេគឺជា1000ឆ្នាំបាត់ហើយនិយាយទៅជាមួយនឹងដង្ហើមជីវិតរបស់គេប៉ុន្តែជាមួយនឹងការកម្រិតឬក៏ការវហ័តរបស់គេខ្ញុំមិនទាន់អាចសន្និដ្ឋានបានត្រូវនោះទេដឹងថាគេគឺខ្លាំងកម្រិតណានោះឡើយហើយពេលហ្នឹងក៏បាននិយាយគ្រប់ទៅកាន់ចំពោះជីធានដើរសួស្ដីលបងជីធានដើរក៏ឲ្យវាអង្គុយលេងសិនទៅពួកគេក៏ចាប់ផ្ដើមនិយាយភាសាជាមួយនឹងគ្នាតែម្ដងបានសួរទៅកាន់ចំពោះពេលម្នាក់ហ្នឹងស្គាល់ទៅកាន់ចំពោះធានសិងឬអត់ប៉ុន្តែវាមិនស្គាល់នោះទេត្រូវបានយីបាននិយាយថាមិនស្គាល់មិនតែស្គាល់ចំពោះអ្នកភូមិនៅក្នុងយូឡុងឬអត់ប៉ុន្តែវាក៏បានប្រាប់ថាភូមិយូឡុងតែខ្ញុំមិនសូវឮសោះយ៉ាងណាក៏ដោយធានដាវក៏ចាប់ដើមនិយាយអំពីការស្លាប់អ្នកភូមិនៅក្នុងយូឡុងនេះតែអាចនិយាយថាវាក៏ជាប់ពាក់ព័ន្ធជាមួយនឹងអ្នកព្រោះថាកងទ័ពខ្សែខ្មៅរបស់អ្នកក៏បានឲ្យចំពោះធានសិននិយាយរៀបរាប់នាងគឺបាន7ពីការពី200ឆ្នាំមុនអ្នកភូមិ350នាក់គឺត្រូវបានគេសម្លាប់ឡើងរង្គៀតែម្ដងបន្ទាប់ពីនាងបានសង្កេតយូរទៅគេបែរជាចង្អោរបង្ហាញថាគឺជាលោកគ្រូរបស់គេគឺជាអ្នកសម្លាប់សម្រាប់ពេលលេងលូបានតទៅវិញរឿងមួយនេះគឺមិនជាប់ពាក់ព័ន្ធនឹងខ្ញុំទេហើយខ្ញុំក៏បានទៅការចំពោះកន្លែងតំបន់យូជាងមួយនោះផងដែរប៉ុន្តែធានដារបស់យើងដូចជាមិនសូវជឿការនិយាយរបស់វាសោះក៏បានគិតនៅក្នុងចិត្តមើលទៅអាប៉ែវនឹងវាបានស្មានចិត្តរបស់ខ្ញុំត្រូវជាមួយនឹងកលល្បីរបស់វាគឺពិតជាមិនធម្មតានោះទេយ៉ាងណាក៏ដោយចំពោះប៉ែលេងលូនឹងគឺបានប្រាប់ថារឿងនេះពួកយើងទុំម្លាយសិនទៅពួកយើងគួរតែនិយាយអំពីរឿងស្ដីជួយពិសេសជាមួយកូនសិស្សរបស់អ្នកអាទី4ក៏បានសម្លាប់ជាមួយនឹងកងទ័ពខ្សែរបស់ខ្ញុំផងដែរជាពិសេសជាមួយនឹងការធ្វើឲ្យប៉ះពាល់ទៅកាន់រាជវាំងមហាយានហើយបើជាខ្ញុំក៏មិននិយាយអ្វីផងដែរខ្ញុំអាចនឹងបំភ្លេចចោលប៉ុន្តែអ្វីដែលពួកយើងចង់បានពីអ្នកត្រឹមតែមួយលក្ខខណ្ឌតែប៉ុណ្ណោះសង្ឃឹមថាលបងជាគុំជ្រៀតជ្រែកនៅក្នុងរឿងរាជវាំងនិងគ្រួសាររាជវង្សមហាយាននេះគ្រាន់តែជាសំណើរបស់គេមួយតែប៉ុណ្ណោះដោយរយៈពេល10ឆ្នាំគឺកុំឲ្យចំពោះនីកាយឲ្យច្រឡំគឺកំពូលភ្នំជីងទីងគឺមករំខានសម្រាប់កងទ័ពខ្មៅនេះក៏បានសរសើរទៅការចំពោះលោកម្ចាស់របស់គេគឺជាមនុស្សវ័យឆ្លាតចំពោះភេសជ្ជៈមួយនេះមើលទៅផាយទៅបានលទ្ធផលហើយប្រធានគឺជាការនិយាយបែបដូចជាគួរសមទៅកាន់ចំពោះសិស្សច្បងជីសម្រាប់ធានដើររបស់យើងពេលនោះដូចជាមិនទាន់មកក៏អ្វីឡើយប៉ុន្តែអាទី4ក៏ចាប់ដល់សល់ចំអអូតែអ្នកគឺកំពុងតែចង់និយាយពីអ្វីមើលទៅអ្នកគិតថាអ្នកគ្រាន់តែនិយាយដូច្នោះឲ្យពួកយើងនឹងធ្វើតាមដែរឬទេចំពោះរឿងនេះសម្រាប់ពេលលែងលូវាគឺពិតជាបានដឹងមិនបាទទៅហើយប៉ុន្តែរឿងនោះក៏បានធ្វើឲ្យធានដើររបស់យើងក៏មានអារម្មណ៍ថាខឹងចំពោះវាផងដែរការនិយាយមនុស្សដូចបែបជាគួរសមប៉ុន្តែបើប្រើខួរក្បាលគិតទៅវាក៏សំដៅដល់ការគំរាមកំហែងផងដែរសម្រាប់ពេលលែងលូបានប្រាប់ថាខ្លួនគ្រាន់តែធ្វើអ្វីដែលរាជវាំងគឺបានបញ្ជាមកតែប៉ុណ្ណោះសូមសង្ឃឹមថាសិស្សច្បងជីកុំប្រកាន់អ្វីណាប៉ុន្តែយ៉ាងណាក៏ដោយសិស្សច្បងជីប្រហែលគួរតែដឹងអំពីអំណាចពីអតីតកាលរយៈពេល200ឆ្នាំមុនខ្ញុំក៏ធ្លាប់ជាអ្នកជាប់បញ្ជីលេខ1ក្នុងបញ្ជីខ្មៅផងដែរប៉ុន្តែនេះគ្រាន់តែជារដ្ឋដីតការដែលខ្ញុំមិនចង់រំលឹកទេនោះទេខ្ញុំគ្រាន់តែចង់កែប្រែខ្លួនតែប៉ុណ្ណោះហើយក៏មិនចង់ឲ្យលោកបងប៉ះពាល់ទៅការរាជវង្សមហាយានសម្រាប់ទី4បានគិតក្នុងចិត្តនេះហើយគេគឺចង់ប្រែឲ្យជាមនុស្សល្អមិនដែរឬទេសម្ដីសំឆុយម៉ែហើយយ៉ាងណាក៏ដោយលែងលូគឺនៅតែនិយាយដដែលសង្ឃឹមថាលោកបងជីគឺមិនប្រកាន់ទូទៅមកកាន់ខ្ញុំទៅចោហើយយ៉ាងណាមួយក៏សូមសង្ឃឹមថាលោកបងគឺពិតជាអាចយល់ព្រមប៉ុន្តែយ៉ាងណាក៏ដោយសម្រាប់ទី4បានប្រាប់ថាអ្នកគិតខុសហើយមិនដែរទេប៉ុន្តែទី3យើងបាយជាខឹងប្រយ
ហើយកិនយីអីហើយបានធ្វើឲ្យចំពោះអ្នកភូមិយល់លងស្លាប់នឹងរង្គាជាពិសេសចំពោះរាជវាំងក៏បានធ្វើឲ្យចំពោះអាទី5ក៏ត្រូវជាប់ជាមួយអំពើបាបធ្មប់ហើយធ្វើដូច្នោះក៏ថាអញនឹងអាចបំភ្លេចមិនដែរទេចឹងមានន័យថាពួកឯងមិនឲ្យអញប៉ះពាល់ទៅការចំពោះរាជវាំងនោះមានន័យថាអញមិនស្មាតហើយជាអ្នកក្រឹបបង្កប់ហើយបាត់ទៅហើយមនុស្សគ្រប់គ្នាមានការភ្ញាក់បន្ទាប់ពីបានដឹងថាសិស្សច្បងទី3ធ្លាប់តែជាមនុស្សស្ងៀមស្ងាត់ប៉ុន្តែពេលនេះឆេឆាវឡើងនិយាយខ្លាំងៗដល់ទៅកាន់ពួកអដែងទាំងអស់នោះតែម្ដងធានដើរក៏បាននិយាយផងដែរលេងលូតើឥឡូវនេះអ្នកលើច្បាស់ហើយឬនៅសម្រាប់អាទី4ឥឡូវនេះបានសរសើរថាលោកគ្រូគឺពិតជាបានយល់ស្របមកពីគំនិតរបស់ពួកយើងគឺពិតជាអាចារ្យប៉ុន្តែលេងលូរបស់យើងនៅតែចង់និយាយស្វែងរកវិធីដោះស្រាយគឺមិនចង់ឲ្យមានបង្កចំនួននោះទេយ៉ាងណាក៏ដោយធានដើររបស់យើងនៅតែនិយាយសម្លុតដល់ដែរចំពោះអ្នកភូមិយូឡុងហើយគឺជាអ្នកសម្លាប់មិនដែរឬទេនិយាយទាំងទុកមុខកំណាយតែម្ដងបន្ទាប់ពីអបិននឹងសារភាពហើយបានឃើញថាឲ្យចំពោះកញ្ញាធានស៊ីមានការភ្ញាក់ផ្អើលប៉ុន្តែវាបានតទៅវិញព្រោះថាគេគឺមានមេខ្លាំងបញ្ជាគេគ្រាន់តែធ្វើតាមកម្មវិជាតែប៉ុណ្ណោះណាមួយចំពោះអ្នកភូមិយូឡុងមនុស្សក្រៅភពនឹងវាច្រើនពេកសម្រាប់ចោលខ្លះទៅក៏មិនអីផងដែរសម្រាប់រឿងនេះក៏បានធ្វើឲ្យអាទី4របស់យើងក៏ចាប់ផ្ដើមគិតផងដែរយ៉ាមើលទៅគឺ input នោះទេសត្រូវគឺចាប់ផ្ដើមនិយាយការពិតហើយការនិយាយរបស់លោកគ្រូគឺពិតជាត្រឹមត្រូវប៉ុន្តែយ៉ាងណាក៏ដោយលេងលូនឹងគឺបាននិយាយដល់ដែរប៉ុន្តែយ៉ាងណាក៏ដោយគាត់គ្រាន់តែធ្វើតាមការបញ្ជាតែប៉ុណ្ណោះប៉ុន្តែធានដើរក៏ចង់ដឹងផងដែរអូចឹងមេខ្លាំងរបស់ឯងគឺជាអាណាវិញអញគឺពិតជាចង់ស្គាល់ខ្លាំងណាស់តើនៅក្នុងរាជវាំងមួយនឹងអាណាពិតជាហ៊ានភើនប៉ះពាល់ទៅកម្មមនុស្សរបស់អញយ៉ាងណាក៏ដោយពេលលេងលូនឹងប្រាប់ហើយបីបានជាលបងជីត្រូវខ្វល់គេគ្រាន់តែជាមនុស្សដែលបានក្បត់អំពីកម្ពុជាភ្នំចិនទីនតែប៉ុណ្ណោះលបងគូកងខ្វាយខ្វល់អំពីរឿងនេះយ៉ាងណាក៏ដោយលបងគួរតែមិនចង់បង្កើតសង្គ្រាមជាមួយនឹងរាជវាំងនោះទេមិនដែរទេហើយបីត្រូវខ្វាយជាមនុស្សជនក្បត់មួយនេះប៉ុន្តែសម្រាប់ធានសិងរបស់យើងទ្រាំលេងបានហើយដោយជាមនុស្សដើរទៅវិបហាប៉ុន្តែបានឃើញថាវិបហាគេប៉ុន្តែគ្រៀតបើខ្លួនឯងទៅវិញយ៉ាងណាក៏ដោយចំពោះលេងលូនឹងនៅតែនិយាយរដែរសង្ឃឹមថាលបងជីគិតឲ្យច្បាស់សារតែពួកយើងក៏មិនចង់បង្កើតជាមួយនឹងសត្រូវជាមួយនឹងវិមានមូធានផងដែរហើយសង្ឃឹមថាលបងគោតែមិនជ្រៀតជ្រែកជាមួយនឹងរឿងរាជវង្សដែរចោះពួកគេក៏បានដើរចាកចេញពីទីនេះយ៉ាងណាក៏ដោយលបងខ្ញុំក្រោយចាយចង់ប្រាប់ថាជាមួយនឹងកងទ័ពសេះខ្មៅរបស់ពួកយើងក៏មិនចាញ់ជាមួយនឹងកុនសិស្សរបស់លបងផងដែរកុំមើលស្រាលជាមួយនឹងកងទ័ពសេះខ្មៅរបស់ពួកយើងពេកសម្រាប់កងទ័ពសេះខ្មៅនឹងចាប់ដើមមានអារម្មណ៍សប្បាយចិត្តបន្ទាប់ពីលើមេវាសរសើរប៉ុណ្ណឹងតែប៉ុណ្នេះអញសុខចិត្តស្វែងពណ៌ដៃងប់ចោលតែម្ដងធានដើរក៏បានបញ្ឈប់ទៅកាន់ពួកគេពួកឯងលឺអញនិយាយថាពួកឯងចាស់ចេញបានឬនៅអញហៅពួកឯងមើលទៅនេះក៏មិនមែនមានគួរបំណងឲ្យពួកឯងចាស់ចេញពីទីនេះវិញផងដែរបានធ្វើឲ្យចំពោះពេលលេងលូគឺចាប់ដើមមានការឆ្ងល់តែលបងគឺពិតជាមានសង្គ្រាមជាមួយពួកយើងដោយសារតែជនក្បត់ប៉ុន្តែរឿងនេះសម្រាប់អញហើយកង្វល់អញចង់ធ្វើអ្វីក៏ដោយក៏មិនពាក់ព័ន្ធជាមួយនឹងកងទ័ពសេះរបស់ពួកឯងដែរប៉ុន្តែឲ្យតែឯងហ៊ានប៉ះជាមួយនឹងមនុស្សក្រុមអង្គររបស់អញត្រូវតែស្លាប់ដោយសារតែនិយាយទៅលេងត្រូវគ្នាហើយដូច្នោះពួកគេនឹងបញ្ចេញអំណាចឲ្យទៅកាន់ធានដើមមើលយើងបានឃើញថាអំណាចរបស់កងទ័ពសេះរបស់គេបញ្ចេញជាមួយនឹងរូបរាងកាយផ្កាឈូក4សន្លឹកជាមួយនឹងស្រទាប់3សន្លឹកមើលទៅគឺពិតជាមិនធម្មតានោះទេសូម្បីតែធានដើរក៏បានលួចទៅសារផងដែរសារសមមែនដែលខ្លាយទៅជាកងទ័ពសេះខ្មៅក្នុងរាជវង្សមហាយានយ៉ាងណាក៏ដោយចំពោះរឿងនេះហើយបីជាលេងលូគឺនៅតែជាបន្តចង់សង្ឃឹមថាលោកបងគួរតែយល់ពួកយើងគឺមិនចប់បង្កើតសង្គ្រាមទេយ៉ាងណាក៏ដោយរឿងនេះការនិយាយរដែរដូចជាការគំរាមកំហែងឬក៏ដាក់កំហិតអញ្ចឹងដោយអំណាចរបស់ពួកគេគឺមិនចាញ់ជាមួយនឹងកម្ពុជាភ្នំចិនទីននោះទេសូម្បីតែធានដើរក៏បានលួចកិនអញ្ចឹងផងដែរជាមួយនឹងការបញ្ចេញអំណាចរបស់ពួកគេទាំងអស់នោះគឺមិនធម្មតានោះទេប៉ុន្តែគាត់ក៏បានគិតផងដែរចំពោះកូនសិស្សរបស់គាត់ដែលអាចទប់ទល់បានមានត្រឹមតែ2នាក់តែប៉ុណ្ណោះព្រោះថា2នាក់នោះគឺសិតតែស្ថិតនៅក្នុងអាណាចក្រនៃទុកវេទនាគឺជាអាទី3និងអាទី4ប៉ុន្តែជាមួយនឹងកងទ័ពសេះវាមានដល់4នាក់បើសិនចាការវាបហានោះមែនមើលទៅពួកគេរឿងពិបាកទប់ទល់បន្តិចសម្រាប់កងទ័ពសេះខ្មៅម្នាក់កំពុងតែមានការខឹងចំពោះអាទី4យើងក៏ចាប់ផ្ដើមដេញតាមវិបហាតែម្ដងព្រោះថាអាទី4គឺបានសម្លាប់ជាមួយនឹងកងទ័ពសេះខ្មៅរបស់គេគឺជាច្រើនសម្រាប់យីងអើប្រាប់ថាលោកបងវាយវាទៅជាងបានមើលអំពីសកម្មភាពរបស់ពួកគេវាយគ្នាប៉ុន្តែរឿងក៏បានកាប់បង្ហាញមកខាងនេះវិញដោយធានដើររបស់យើងក៏នៅតែគិតបន្តទៀតមើលទៅជាមួយនឹងការវិបហាបើសិនជាមួយស្មាអីចំពោះអាទី4គឺពិតជាអាចទប់ទល់បានប៉ុន្តែបើសិនជា2 1វាគឺពិតជាពិបាកហើយគាត់ក៏បានគិតមកកាន់ចំពោះអាទី3យើងផងដែរព្រោះថាជាមួយនឹងលំពេងនាគដែលនៅក្នុងដៃរបស់គាត់បើជាអាវុធកម្រិតឋានសួគ៌វិញគឺពិតជាអាចារ្យយើងក៏បានឃើញពី
សកម្មភាពបន្តិចបន្តួចផងដែរដោយទី4យើងគឺបានវាយប្រហារជាមួយនឹងកងទ័ពសេះមួយអំពីការវាយប្រហាររបស់គេប៉ុន្តែធានដាវក៏បានប្រាប់យើងដែលស្ថិតនៅក្នុងអាណាចក្រប្រហែលគ្នាប៉ុន្តែប្រសិនបើជាមួយនឹងអាវុធរបស់គេកម្រិតខុសគ្នាអាវុធដែលមានកម្រិតលើសជាងគឺអាចបង្កើនជាមួយនឹងកម្រិតម្ចាស់របស់គេគឺខ្លាំងជាងមនុស្សដែលមានអាណាចក្រស្មើគ្នាយើងក៏បានឃើញផងដែរថាកងទ័ពខ្មៅនឹងគឺអាចយកឈ្នះជាមួយនឹងអាទី4របស់យើងបានទេព្រោះថាទី4គឺមានជាមួយនឹងអំណាចលំពេងពណ៌តរបស់គេជួយគឺជាលំពេងនេះប៉ុន្តែយើងបានឃើញថាក៏មានពីណាគេម្នាក់ក៏បានមកវាយប្រហារទៅកាន់ចំពោះអាទី4ពីក្រោយប៉ុន្តែត្រូវបានទី4ទប់ជាប់គ្រាន់តែខ្ទាតទៅបន្ទាប់មកពួកគេក៏នៅតែបន្តវាយប្រហារពី1ដល់ដៃហើយពីរអ្នកនេះបានត្រឹមតែមើលតែប៉ុណ្ណោះព្រោះថាសមត្ថភាពរបស់ពួកគេគឺនៅមានកម្រិតសម្រាប់ធានដាវរបស់យើងបានគិតមើលទៅចំពោះអាទី3គឺពិតជាអាចទប់ទល់បានពី1ប៉ុណ្ណឹងគឺស៊ីផុយសម្រាប់គេព្រោះថាគេមានជាមួយនឹងអាវុធកម្រិតឋានសួគ៌លែងលូក៏បានសរសើរទៅកាន់ចំពោះគុណសម្បត្តិរបស់លោកបងជីគឺពិតជាអស្ចារ្យមែនទែនបើសិនជាខ្ញុំមិនបានឃើញផ្ទាល់ថ្មីនោះទេខ្ញុំពិតជាមិនជឿឡើយហើយចំពោះកងទ័ពម្នាក់គឺចង់ទៅប៉ុន្តែអាចឲ្យវាទៅបាននោះទេព្រោះថាហ្នឹងវាបានត្រឹមតែមានការវិភាគគឺជាអ្នកបាញ់ធ្នូតែប៉ុណ្ណោះជាមួយនឹងការបាញ់ធ្នូរបស់ហែងអញនឹងមានអ្វីមួយប្រកល់ឲ្យទៅហែងតែម្ដងសម្រាប់អាទី5គឺបានគិតចង់មានន័យថាកងទ័ពម្នាក់នោះគឺអាចវិភាគចិត្តបាននោះទេមានតែវិភាគឆ្ងាយដែលយើងបានឃើញថាលេងលូហ្នឹងគឺបានបញ្ចេញជាមួយនឹងអ្វីនោះទេយើងគឺមិនដឹងថានោះគឺជាអ្វីឡើយប៉ុន្តែអ្នកដែលបានស្គាល់ជាមួយនឹងវត្ថុមួយនោះវិញគឺបានឃើញថាមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានឃើញវាការពិតទៅអ្វីដែលអាពីអ្នកនឹងភ្ញាក់ផ្អើលក៏ពិតគឺដោយសារតែអាទី3របស់យើងក៏បានបើកជាមួយនឹងរូបរាងកាយព្រះធម៌ឬអីហៅថាការឈប់មាសពីសន្លឹកនិយាយទៅបន្ទាប់ពីបានបើកជាមួយនឹងសន្លឹកអាត់ចុងក្រោយដែលគេបានបញ្ចេញមកគឺពិតជាអាចារ្យតែម្ដងប៉ុន្តែយើងក៏បានឃើញអាម្នាក់ទៀតគឺចង់លួចវាប្រហារទៅកាន់ចំពោះអាទី3ប៉ុន្តែមានអីធានដាវក៏បានបញ្ចេញជាមួយអំណាចរបស់គេដោយពោលថាស្អប់ណាស់ដែលអាណាលេងលួចវាប្រហារពីក្រោយបញ្ចេញថាមពលវាប្រហារទៅកាន់អពៈនោះតែម្ដងយើងគឺអាចឃើញបានបាតដៃដ៏ធំមួយនឹងគឺបានវាយសម្ដៅទៅកាន់កងទ័ពសេះមួយនឹងគឺមកដៃគឺរលាយខ្សោតែម្ដងអាពីនេះហាមមកប្រពន្ធចអីទៀតបាត់ទៅហើយតែមកបាតដៃងាប់តែម្ដងអត់ចង់និយាយច្រើនទេតួឯងខ្លាំងតែប៉ុណ្ណឹងសម្រាប់លេងលូក៏មានការភ្ញាក់ផ្អើលអំពីអំណាចរបស់ធានដាវរបស់យើងផងដែរជុំយាយពិតជាមិននឹកស្មានថាគេគឺពិតជាខ្លាំងជាងមុនទៅទៀតប៉ុន្តែខ្ញុំគឺពិតជាមិនបានដឹងជាមួយនឹងអារម្មណ៍នៃថាមពលរបស់គេសោះហើយយើងមើលចំពោះការវិភាគខាងនេះវិញប៉ុន្តែបាច់មើលច្រើននេះគេអបហាញច្រើនផងយើងមើលទៅការចំពោះអពៈលេងលូវិញដោយវាបញ្ចេញជាមួយអំណាចរបស់វាមែនតែនហើយគឺជារូបរាងកាយព្រះធម៌ព្រោះថាវាក៏បានដឹងផងដែរអំណាចរបស់ធានដាវរបស់យើងនេះគឺមិនមែនសាមញ្ញនោះទេដោយពួកគេចង់ដឹងថាជាមួយនឹងកម្រិតពិតប្រាកដលេងលូនឹងគឺខ្លាំងប៉ុណ្ណានឹងអាចស្មើជាមួយនឹងជីធានដាវឬអត់យ៉ាងណាក៏ដោយធានដាវនៅតែទោះអាការវាឆាប់ប្រាប់មេខ្លោងពីក្រោយឲ្យមើលបើមិនដូច្នោះទេអញនឹងសម្លាប់ឯងចោលតែម្ដងធានដាវក៏នៅតែលួចគិតអំពីអាទី4មើលទៅគេនឹងអាចគេចផុតអំពីការវិភាគមួយនោះព្រោះថាអាទី4របស់យើងពូកែខាងវិភាគរួចគេចនិយាយទៅអានឹងវិភាគផងរួចគេចផងគឺពិតជាលេខ1បើសម្រាប់លេងលូវិញឥឡូវនេះវាចាប់ដើមបញ្ចេញជាមួយនឹងធេតុប៉ែតរបស់វាហើយដោយសារតែលោកបងគឺចង់ឲ្យខ្ញុំបញ្ចេញដូច្នោះលោកបងក៏មកកាន់ខ្ញុំមិនសោះព្រោះថាប្រហែល100ឆ្នាំមុនពួកយើងក៏ជាដៃគូស្មើដៃគ្នាផងដែរបញ្ចេញជាមួយរូបរាងកាយព្រះធម៌ដែលគឺជារូបរាងកាយការឈប់8សន្លឹកសម្រាប់ចំពោះបរិះនឹងបាញ់ថាបើសិនជាខ្ញុំដែលបានឃើញចំពោះរូបរាងកាយ9សន្លឹករបស់ជីធានដាវនោះទេប្រហែលខ្ញុំត្រូវភ្ញាក់ផ្អើលជាមួយនឹងរូបរាងកាយផ្កាឈប់8សន្លឹកមួយនេះហើយសម្រាប់ធានដាវគឺបាននិយាយថាងាប់ហើយអញស្មានតែខ្លាំងការប៉ែតទៅអញ្ចឹងទេយ៉ាងណាក៏ដោយលេងលូវានៅតែជឿជាក់អំពីសមត្ថភាពរបស់វាព្រោះថាពីមុននឹងវាធ្លាប់វាយស្មើជាមួយនឹងធានដាវរបស់យើងឥឡូវនេះទោះបីជាអ្នកខ្លាំងក៏មិនប្រកាសថាអាចធ្វើអ្វីខ្ញុំបានដែរប៉ុន្តែមិនអីធានដាវក៏បានប្រើជាមួយនឹងសន្លឹកកាត់ចាប់ឃុំឃាំងយើងគឺបានឃើញចំពោះសំណាញ់អ្វីមួយគឺចាប់ផ្ដើមចេញមកហើយមនុស្សគ្រប់គ្នាកំពុងតែឆ្ងល់តែនៅវិជាពិធីសាអ្វីទៅពួកគេដូចជាមិនសូវដែរឃើញសោះយើងបានឃើញថាលេងលូនឹងគឺចង់រត់ចាចេញពីទីនេះប៉ុន្តែពេលហ្នឹងគឺពិតជាមានអំនួយពេកហើយព្រោះថាធានដាវរបស់យើងបានចាប់ឃុំវាជាមួយនឹងសន្លឹកកាត់ចាប់ឃុំឃាំងវានឹងមិនអាចរត់ចាចេញបាននោះទេមើលទៅវាបានប្រែคล้ายដូចជាដុំគូបអញ្ចឹងហើយធានដាវក៏ទទួលបានចំពោះបន្ទូ200ផងដែរនៅក្នុងការចាប់ជាប់ជាមួយនឹងអាណាចក្រនៃទុកវិញ្ញាយួនសិនអត់ដឹងដែរឃើញគេដាក់អញ្ចឹងយើងមានតែតាមនឹងសិនតែបង្កើនក្នុងចិត្តងាប់ហើយចាប់ទទួលបានបន្ទុកតិចម៉េះចុះបើអញសម្លាប់វាចោលទៅទទួលបានបន្ទុកប្រមាណប៉ុន្តែធានដាវនៅតែទោះអាការវាឥឡូវឆាប់ប្រាមេខ្លាំងមកអញសង្ឃឹមថាអញសម្លាប់ឯងទុករូបរាងកាយទាំងមូលប៉ុន្តែមើលតាប៉ែលេងលូនឹងពិតជារឹងក្បាលជាខ្លាំងអញនិយាយប៉ុណ្ណឹងមិនស្ដាប់ទៀតវិញឃើញថាវាបានបញ្ចេញជាមួយនឹងអំណាចរបស់វាវិបហាដើម្បីរើបំរាស់ចេញប៉ុន្តែអាកាសដែលវាបហាកំទេចជាមួយនឹង
จบคุมแข่งมวยนี่เวียมีอัตราตรำแต่30%แต่ปนการวิพากษ์มวยนู้เกิมอาจทั่วไว้บานอุตีโดยซาตายเทียนได้ระบายเยืองคือมันจงไอคาเป้ก็จับปรำคุมระบาวิจับโจงจีมวยนักสายนึงให้การจับโจงน้องก่อบานบ่มพลายจีมวยสระมกเอาเกยหมกเวียพองได้ไปเจียกรอให้จะปูกำลังประคัดเป้กับเตอบ้านเก๊บัดจวบพองได้โดยซาแตกสายจำเนงมวยนี้เห็นได้บานลุกกันในครุงจัดพอยมวยเตอกันมาคอเต้ได้บานรูอยู่นัดนั่งมวยเตอหมกระบาวิไปเจียกรอบ่ายจังในรู้จับปรับไงเลยมาอันมันจังคาเป้จีมวยใหญ่นุเต้ปันตายสำหรับมกระบาเปะเลยรู้ปัจเจกระแมนหอยเวียก็มีการชงอพองได้ไฮเดวัยใบเชียเทียนดาระบายเยอะเลยนี่คือคลังจึงเป็นมวลนังจังตาเก๋คือใบวัคซีนมวลปฏิสาใบนาเตอปัจเจกคลังยังนาได้กำตะไปไปปลาเลยมาเว้ยตัวใบเชียอย่างนาก็ไอเวียมันปรับหนูตีสกจัดสลายก็ไอมันปรับแห่งใดอย่างนักดอยเวเนแต่งใจหาใบเฉยนักก็ทานเนี่ยนักไอรูปอันเป็นมวยใบมันได้หรือเตอย่างนักดอยเรื่องนี้สำหรับเทียนดาระบายเยอะเกินมันกว่าเตไอมันสึกว่าไรปันแต่อย่างนักดอยเมาปีไอกระทาของไอคลังอย่างอันได้หมด2 ปีการเปิดเอาใบมวยได้ให้มันไอนักสมันดอดอยเทียนดาเยอะคือเอาวีมวยแต่การจะปลูกก้ามจุดปีมวยชิมโมนาตีใบระบายเยอะหาใบเชี่ยอำนาจบาตีใบคือเปิดเชี่ยคลังดอยจมปลูกกองตบแสนั่งคือเปิดเชี่ยไอตบตัวไล่ดอยเคยถ่าเทียนดาวประการจะปลูกตีใบเบอร์ชิมโมนังก้าวิพาจงกระไรประการจะปลูกเหลงลูให้มวยจะปลูกคนเซอร์บาอันเนี่ยบอลเคยเวียบบ่อยทำไมกับปัญญาชิมเรื่องก้าววิปหาจังเกิดบาติใบระบายเยอะคือมันทอมาด้านหนุ่เตนุกจิสเนียดได้จำปวดทินดาระบายเยอะบางเรียนทินดาวก็บันดังพ้องได้ถ่าตัวใบเฉียกาปราศเนมุนิคลังปันไตเวียก่อซีทำโปเจริญอย่างนักดอยอติใบแต่ตัวบานจำนวนปีทำปูหลงเป็นบาเกตัวชนอกาปราปราชิมเลยทำปูวิปหาจังเกยเพื่อคือมีพอป้าป้อไวไลอาติใบสไลมวยทำหังจีมวยหนังจรณาเวทตรังดอกอาชาตรมตายมวยเสน่ห์แต่ปนนกองตบแสปีเนี่ยต้องเกิมไอตัวบานลายใหญ่เต้คือแอะแตะแต่มาดองมันตอนงอมเต้กรอนแต่เดินตะบูจะละมวดอำนายบาติใบเยอะมันอ่อนเต้นะปันตายเลงรู้คือมีการเพียบเอาโปรธากองตบแสบาเกสแต่คลังเกิมไอเยอะชนะบานเต้หัวไว้เอ้ยจานเก็บบาได้อันไงดีฟิต